ngày nắng mau tam sầm nón po bò prey mệtพอយើងគាត់ស្នើសុំឲ្យយើងឆាខ្យងឆាក្តៅបងប្អូនអ្នកនេះហើយគ្រឿងផ្សំយើងដូចដែលបានបង្ហាញក្នុងវីដេអូនឹងអញ្ចឹងមានគ្រឿងបុកជាមួយគ្រឿងដេងលឹកក្រូចកូស្ក្រៃនឹងបរិមាត់ល្មមទៅហើយយើងដាក់ឆាទៅហើយជាមួយនឹងកុំភ្លេចជាមួយនឹងសណ្តែកដីដាក់សណ្តែកដីបងប្អូនយើងមានសណ្តែកដីច្រើននឹងដាក់ច្រើនតាមចំណង់ចំណូលចិត្តរបស់យើងទៅហើយមានស្ករមានប៊ីចេងមានរ៉ូឌីមានទឹកប្រេងខ្យងហើយសាច់ពិសេសរបស់យើងគឺសាច់ខ្យងណាបងប្អូនអ្នកគ្នាយកច្រឡំសាច់ពិសេសឲ្យផ្សេងមិនដឹងណាគឺសាច់ខ្យងបងប្អូនអ្នកគ្នាសាច់គ្រឿងផ្សំគោលបន្លែរបស់យើងមានបន្លែយើងហ្នឹងមានតែតកូនទេបងប្អូនអ្នកគ្នាពួកអីគាត់ស្នើសុំឲ្យយើងឆាតែតកូនសតចឹងណាគាត់អត់យកកឆែតគាត់អត់យកកសាំងទៀបហើយគាត់តម្រះប្រូវគាត់មិនចង់បានផងហើយគ្រឿងផ្សំអត់ម្រះប្រូវគឺឆាវាអត់សូវឆ្ងាញ់ទេបងប្អូនអរគ្នាវាអត់ឈ្ងុយវាអត់ធ្វើឲ្យមុំហូបយើងមានអត់ជារសឈ្ងុយឆ្ងាញ់អញ្ចឹងណានិយាយរួមទៅគ្រឿងម្រះប្រូវហ្នឹងគឺវាឆ្ងាញ់សម្រាប់ឲ្យឆារបស់យើងមានឈ្ងុយគឺយើងហូបទៅវាឆ្ងាញ់ទៅតាមនឹងដែរអញ្ចឹងណាបើឲ្យឆាយើងមានតែប៉ុណ្្នឹងទេឆាខ្យងបងប្អូនអ្នកគ្នាឆាក្តៅខ្យងបងប្អូនមើលតំណងហើយបើយើងចង់ឆ្ងាញ់ដាក់ម្ទេសហាលៗជាងតិចគឺកាន់តែអែមរសជាតិ